សួស្តីអ្នកនរគ្នាចាំថ្ងៃនេះនាំគ្នាយើងមកធ្វើ slide បែបនេះនៅក្នុងកម្មវិធី PowerPoint ដែលនៅក្នុងនោះដែរគ្នាយើងតែងតែឃើញគេធ្វើ post នៅក្នុង TikTok ដែលមាន animation ចេញចូលបែបនេះអញ្ចឹងគ្នាយើងក៏មកឲ្យខាតពេលយូរយើងចូលទៅក្នុងកម្មវិធី PowerPoint ទាំងអស់គ្នាអញ្ចឹងជាដំបូងយើងយក shape មួយមក shape នេះយើង shape ជ្រុងវាហ្នឹងរៀងកោងគ្នាយើងអាចពុតកោងបានយកអាហ្នឹងមកហើយយើងយកមកគូវានៅខាងជ្រុងនៃกระดาษរបស់យើងតមកគឺយើងចាប់ផ្ដើមដូរពណ៌វាខ្ញុំយកពណ៌រឿងប្រផេះនេះហើយខ្ញុំដោះ outline ចេញនៅពេលដែលយើងដោះ outline ចេញហើយយើងទាញ shape នឹងរាងខិតមកกระดาษនេះមកនេះយើងព្រិចវារាងធំតិចណាហើយយើង copy វាមកcopy ហើយយើងដូរពណ៌វាមួយទៀតមកហើយយើងចុច copy នឹងដែរគឺយើងចុច L បូក Control ណាយើងចុច L បូក Control ហើយយើងចាប់ទាញវាចេញមកខាងក្រៅតិចមកយើងសេរីតាមនោះហើយយើងដូរពណ៌ទៀតដាក់វា4សន្ទប់មកយើងសេរីទៀតហើយយើងចុចទាញទៀតចុច Control បូក L ទៀតហើយយើងទៅដូរពណ៌វាទៀតឃើញទេគ្នាយើងធ្វើបែបហ្នឹងមកយើងត្រៀបវាឃើញរៀងបដិញពណ៌គ្នាអញ្ចឹងណាដល់ពីហ្នឹងហើយគឺយើងចាប់ផ្ដើមយក text box មកយើងយក text box ដើម្បីទៅសេអក្សរមកជាងនៅក្នុងនេះដែរគឺខ្ញុំទៅសេ outline ហើយយើង select ទៅលើអក្សរហ្នឹងហើយយើងដាក់វាយក font ជ្រងជើងមកគឺយើងណាយើង break វារៀងធំមកនៅពេលដែលយើង break អក្សរនឹងរៀងធំហើយយើងយកវាយកអក្សរ outline នឹងមកដាក់កណ្ដាលមកហើយយើងយក shape មួយទៀតយើងគូទៅលើអក្សរនឹងបន្ទាប់ពីយើងគូចឹងហើយយើងចាប់ផ្ដើមទាញវាឲ្យរៀងទ្វេងគ្នាយើងអាហ្នឹងដូចគេហៅដូចឆ្នាំប៉ារ៉ាអញ្ចឹងអាហ្នឹងយើងដោះពណ៌វាចេញមកហើយដាក់ shape ឲ្យវាជុំវិញអក្សរហ្នឹងមកនៅពេលដែលយើងសេរីវាត្រូវហើយគឺយើងយក shape មួយទៀតយើងយកគូសយក shape វងមូលហើយយើងចុចស៊ីឲ្យជាប់ហើយចាប់ទាញមកយើងចាប់ទាញទៅលើ shape ហ្នឹងឯងតបមកយើងចូលទៅដាក់ shadow យើងយកនៅdirection ហ្នឹងយើងយក shape ហ្នឹងមកតបមកយើងចូលទៅដាក់ glow វិញជាយើងអាចរើសពណ៌មកយើងយក glow យកពណ៌រាងខៀវហ្នឹងមកនេះយ៉ាងណាជាងនៅពេលដែលយើងធ្វើចឹងហើយយើងចូលទៅ shape ម្ដងទៀតចុចកន្លែង glow ហើយយើងទៅសេរីមើលតាមអីដែលគ្នាយើងចង់ដាក់ទៅអានេះយើងយកអាក្រោមហ្នឹងពណ៌ខៀវហ្នឹងវារាងស្មៅហ្នឹងវារាងធំនេះយើងទៅណាអា glow ពណ៌ glow ហ្នឹងវារាងព្រះធំអញ្ចឹងបន្ទាប់ពីយើងយកអាហ្នឹងបានហើយយើងយកអាហ្នឹងមកដាក់កណ្ដាលមកបន្ទាប់ពីហ្នឹងហើយយើងចូលទៅកាន់ save ដដែលហើយយើងយកពាក្យ glow ហើយយើងយកពាក្យថា show option មកអានេះយើងបឡើង transparency របស់វាបន្តិចហើយ size យើងអាចបឡើងវាតិចមកគ្នាយើងណាតបមកយើងប៉ុណ្ណឹងបានហើយយើងយកអានឹងស្រីចំកណ្ដាលមកតពីនឹងហើយយើងទៅដាក់ animation វាយើងចុចទៅលើ animation ហើយយើងចុចសូទៅក្រោមមកយើងយកពាក្យថា shape មកហើយយើងចុចលើនឹងបន្ទាប់មកយើងចុចmouse ស្ដាំយកពាក្យថា edit point យើងយក mouse របស់យើងចុចទៅលើចុង point នឹងមួយមកហើយយើងទាញវាឲ្យទៅជាប់នៅកន្លែង point របស់យើងនិយាយរួមយើងគូវាធ្វើម៉េចឲ្យរត់តាម shape របស់យើងហ្នឹងណាហើយយើងយក mouse របស់យើងចុចទៅលើ point ពណ៌ខ្មៅហ្នឹងមកupload ចេញអាហ្នឹងហើយយើងព្រិចវាព្រិចទាញអា shape ខាងក្រោមណាខាងក្រោមឲ្យវារត់ស្មើតាមជាមួយនឹង shape វង shape របស់យើងមកហើយខាងនេះក៏យើងដូចគ្នាដែរយើងមកយើងប៉ះឡើង point ពណ៌ខ្មៅនឹងមួយហើយយើងចាប់ទាញសេរីវាមកសេរីឲ្យដូច shape របស់យើងមកណាទាញសេរីចុងនឹងមកអូខេអញ្ចឹងគ្នាយើងសេរីបានហើយយើងសាក preview វាមើលមួយសិនអូខេឃើញវា load ហើយអញ្ចឹងគ្នាយើងចុចទៅលើ shape នឹងចុចទៅលើអាកន្លែងវងមូលភ្លឺរបស់យើងហ្នឹងណាអាតូចហ្នឹងណាយើងចុចអាហ្នឹងមកហើយយើងដាក់ឡើងទៅលើនាទីយើងយក3ហើយកន្លែង click
nhắn những đồ đã with previewវិញតើណាហើយសាក review វាមក yeah ចឹងឃើញវារៀង smooth ហើយតបមកគឺយើងចាប់ផ្ដើម duplicate ទៅលើ slide របស់យើងចុច mouse ស្ដាំហើយយកពាក្យ duplicate មកហើយយើង select យក outline នឹងចេញដកចេញមកខាងក្រៅមកតែពេលដែលយើងយក outline ចេញដកមកខាងក្រៅហើយយើងចាប់ផ្ដើមប៉ះទៅលើ shape ចុងក្រោយគេអា shape ដំបូងគេហ្នឹងយើងទាញវាមក yeah យើងទាញចឹងហើយយើងចាប់ផ្ដើមទៅសេអក្សរមកគ្នាយើងយក shape 4ជ្រុងមកហើយយើងគូមកយើងគូដាក់សេរីវាតាមហ្នឹងដល់ពេលដែលយើងសេរីហ្នឹងយើងមើលតាមការគូទៅថាអក្សរយើងប៉ុណ្ណាហើយយើងដូរពណ៌វាមកយើងដូរពណ៌វាដាក់ពណ៌សមកហើយយើងកុំភ្លេចដោះ outline ចេញណាដល់ពេលដែលយើងធ្វើបែបហ្នឹងហើយយើងប្រើ text box ដើម្បីទៅសេអក្សរអានេះខ្ញុំប្រើរូបមន្ត lorem ខ្ញុំខ្ជិលទៅសេអក្សរច្រើនខ្ញុំ generate អក្សរយកដែរចឹងគឺយើងសម្រាប់កិច្ចការរបស់យើងផ្ទាល់យើងចង់ដាក់អក្សរអីក៏បានដែរអាស្រ័យលើគ្នាយើងទេហើយមួយទៀតគ្នាយើងឃើញ slide គេស្អាតគេកុំគិតថាស្រួលធ្វើនេះយើងគេធ្វើយ៉ាងហោចណាស់ក៏ 3-4 ម៉ោងដែរបើ slide គេចេញមកមាន animation មើលទៅតំណង yes គឺគេប្រើពេលធ្វើយូរណាស់ពីមួយ slide ទៅមួយ slide គឺគេ edit ខ្លួនឯងគេគូប្រើ shape គូធ្វើអីខ្លួនឯងទាំងអស់អញ្ចឹងមិនមែនឃើញរបស់គេស្អាតគិតថាស្រួលធ្វើទេអត់ទេគ្នាចឹងណាសិតតែប្រើពេលវេលាទាំងអស់ហើយគ្នាយើងចង់បាន slide ស្អាតតគ្នាយើង spend time នៅក្នុងការធ្វើព្យាយាមអត់ធ្មត់ slide ពីមួយ slide ទៅមួយ slide គ្នាយើងនឹងធ្វើស្អាតដូចគេហើយអញ្ចឹងនៅពេលដែលយើងទៅសេអក្សររបស់យើងរួចហើយគឺគ្នាយើងត្រូវ select ទៅលើអក្សរហ្នឹងហើយនឹង save ខាងក្រោយហ្នឹងហើយយើងចុច mouse ស្ដាំយកពាក្យថា send to back មកហើយគ្នាយើងចុច mouse ស្ដាំមួយគ្នាយើងយកពាក្យថា duplicate មកហើយយើង select មកយើង select ទៅលើអក្សរហើយ select ទៅលើ save ហ្នឹងហើយយើងអូសវាមកខាងឆ្វេងមកគ្នាយើងណាធ្វើម៉េចឲ្យអា save ហ្នឹងហើយនឹងអក្សរហើយនឹងsave ខាងក្រោយពណ៌សហើយនឹង save ខាងក្រោយហ្នឹងឲ្យនៅក្រោមអា save ទី2ណានៅក្រោមអា save បន្ទាប់ហ្នឹងណាតោះនេះគ្នាយើងប្រូមវាមកវិញមកអូខេនៅពេលដែលយើងប្រូមវាមកវិញហើយគឺយើងចាប់ផ្ដើមយកអា save ទី2នោះអា save បន្ទាប់ហ្នឹងណាតោះណាអា save ទី2ហ្នឹងអូសទាញចេញម្ដងហើយយើងត្រូវគូ save ម្ដងទៀតហើយនឹងប្រើ text box ម្ដងទៀតមូលហេតុដែលយើងត្រូវគូបែបហ្នឹងដោយសារតែនៅពេលដែលយើងដាក់ animation ទៅលើវាទៅគឺវាអត់ load លក្ខណៈថា save ចេញចូល animation ចេញចូលអញ្ចឹងគ្នាអញ្ចឹងវាដដែលទៅវាអត់ស្អាតអញ្ចឹងយើងត្រូវការគូ save ម្ដងទៀតហើយនឹងដាក់អក្សរម្ដងមួយទៅតាម save នីមួយអញ្ចឹងអ្នកនរគ្នាពីមួយ slide ទៅមួយ slide គឺយើងត្រូវធ្វើដូចគ្នាទាំងអស់តោះណាហើយយើងត្រូវចាំថា save ទី2គឺនៅក្រោម save ទី3 save ទី4មានន័យថាមិនគ្នាយើងឧទាហរណ៍អា save ពណ៌សនោះអា save ពណ៌សហើយនឹងអា save ទី2ហ្នឹងអា save ខ្មៅក្រោយហ្នឹងយើងនៅពេលយើង duplicate slide ទៅ save មួយទៀតយើងធ្វើម៉េចឲ្យវានៅក្រោមអា save ទី3ទី4ហ្នឹងណាដូចអា save ទី1ដែលខ្ញុំបានធ្វើឲ្យគ្នាយើងមើលមិញហ៎អញ្ចឹងគ្នាយើងត្រូវធ្វើបែបហ្នឹងណាតើគ្នាយើងរុញអា save ពណ៌សហើយនឹងអក្សរទៅខាងឆ្វេងដៃវានៅលើមានន័យថា animation របស់យើងគឺខុសហើយគឺវាអត់ចេញទេតោះណាអញ្ចឹងយើងចាំមើលនៅពេលដែលយើងធ្វើអា save ទី2ហើយយើងមិនចាប់ផ្ដើម duplicate ទៅលើ slide របស់យើងតបមកគ្នាយើងនេះគ្នាយើងចុច select ទៅលើ save ទី3ទី4ហើយយើងចុច bring to in front អស់ចឹងមានថាយើងយកអា save ទី3ទី4ហ្នឹងដាក់នៅលើកុំឲ្យវានៅក្រោមអូខេអញ្ចឹងនេះគ្នាយើងឃើញអញ្ចឹងពេលយើង
rồi nhà so hay năng xẹp po so năng mà kháng chén cứ viên này cào mà so năng mỏng trắng nếu bây để dựng đại animation cứ viên năng lốt so tranh animation tranh châu đôi video để nhom bạn mà hai như kháng một cái toàn ấy trắng châu slide thì bấy cứ dương thua đôi khi dương đấy cứ dương thua được video để nhom cùng bông tệ và hai khi dương chẳng vì mà slide tên mà slide cứ dương thua đôi khi dương chập bạn em cu xe bóng tiết đã so bóng tiết toàn hết đi chứ năng ngay khi đi dương bài tập bị dương ban thua group xe từng ở hái cứ dương nhỉ chập làm rồi về tranh mò hàng này máu nhiều ấy dương đã sói nó mới dương rồi về mà anh ấy thưa mấy cái mọi tranh po so nắng này dương ta nó cái mọi tranh xe po so để dương đã nè so năng tranh dân sẽ xe bỏ dương ở từ tam lập đập làm đôi mất đi dân tri về san má hơi không đá cái nhầm đánh po với nhầm vô po không máu dạ tập máy dương khơi như bẹp nâng ở hái cứ khi đi dương này chụp đam đã xếp trong cào mới má xếp trong cào cái dương thua được kia đấy cái chụp đam cú xếp po so món cái cú xếp po so món má đôi ta xếp thì mùi đa thế khi dương đó thì mình khó khi thế khi dương đã po so má hay đo outline tranh dương chập ram ta xe so dương ai pra thạch bọc bàn một là đây dương pra thạch bọc cứ thạch bọc vì strul nó không ca plak đồ từ tí tăng toàn á dương pra thạch bọc nó strul hay dương đồ phần này soi san má phần plak ca và dương cứ tham như rùm mình đồ vì đại san má chắc nếu nhưng con ta thua chia bộ ta ho khi dương thế chẳng mà sang chỉ miên chấm nói khoa khát trong cái này ná khi dương cùng bạc cắn anh ấy còn ta chỉ bộ ta ho chuông ta can khi dương chỉ dương prao phone ni máu yes chẳng được bây giờ dương ban ta sẽ so từ là group slide đằng ở ha dương chụp nào mà đám hay dương dùng bị tha duplicate mà khi dương để bây giờ dương duplicate hai dương chụp làm trịch xíu hay năng trịch xếp năng ai chóp hay dương sợi về ở phía màu càng chuyên đại nó hay cái lại xếp Pokemon này của dương sợi về màu càng giảm đại đôi khi đại thậm mấy dương trịch control bộ số é hay dương dùng bị tha transition hay dương dùng màu máu dương trịch outline máu hay dương trịch số máu hay dương yes chẳng đi xa rồi cứ tranhแบบนี้นี่ยังคือมีanimation tranhโชว์แบบนี้chẳngสำหรับวิดีโอนี้คือมีแต่เป็นหนังไอ้เอาคนชั้นนี่ยังสำหรับการตามวิดีโอจุกนี้ในวิดีโอคราวเดียว